cút từ đằng gặp ngày đi tới pin nào bọn ấy lên chỉ cu sầm đại vậy đó nè mình nên chỉ cu sầm đại để tê chẳng ta khỏi thưa ấy lơ ban thưa thao thưa ao bay ban đấy vậy nè hạt lơ hay cho bà lại nó hai mà đi mày bồn biết là muốn hai ôn không mà đá hảเอาเลยให้มันôn thayให้cho hai vần lẹ mới cái hai chẳng hai cút từ đằng này nè cùi từ đằng à ở đây vừa mới máy hai tảng lẹ chẳng á đặc biệt là xã hai mà mình cút từ đằng ôi là cũng nhiều lắm này đây nên làm thay lẹ thòng lao với người miền ương nên làm thay miền biết xóm là mua chiêng à biết xóm ở tây ăn cá đây dính đại lang đâu mà tận đại cá đi đây dương anh nơi tận đại ba này cho lắm lớp ra ca tại hai cái anh hai cái hai lẹ ai hai lẹ được cái hai cái từ đầu cho hai ôn ban thôi ôn ban mà ok buổi sáng có thái tàn lẹ thì họ đó ăn lẹ rồi ông cái này anh hai ôn thì có cùn rằng lại cùn rằng từng ngọt nó ôn khai vậy về tớiปี មុខ នេះ នឹង អស់ គ្នា គឺ ឈ្នះ មិន ថា កម្មវិធី ការ មិន ថា កម្មវិធី ជាប់ ពាក្យ មិន ថា កម្មវិធី អី គឺ មាន តែ ពី មុខ នេះ គឺ ឈ្នះ ហ្មង បាទ សាន់ ស្រោ មួយ ជាមួយ នឹង គូសិន ទាំង អស់ គ្នា វា មែនតើ គឺ ល្អ ខ្លាំង មែនតើ ហ្មង ចឹង សម្រាប់ អ្នក ដែល គាត់ ចង់ បាន មុខ បែប ខ្វង ស្អាត លះ ហ่ะ បាទ សាន់ ស្រោ ជាមួយ នឹង គូសិន នេះ ប៉ុណ្ណឹង គឺ បាន ហ្មង អ្នក ទាំង អស់ គ្នា គឺ បាន ហ្មង ទៅ គឺ ប៉ុណ្ណឹង គឺ យក ណា ឥឡូវ ខ្ញុំ ប្រាប់ ហ្មង ខ្ញុំ ជាមួយ AI ថ្ងៃ រាល់ ដង គឺ ខ្ញុំ មក ថត សម្អាង ថ្ងៃ នេះ គឺ ខ្ញុំ មក ថត pre-wedding លើកនេះគឺសុំបែបច្បាស់ម្ដងណាបងប្អូនទាំងអស់គ្នារាល់ដងគឺគាត់គាត់ថាថតសម្អាងការតែប៉ុន្តែលើកនេះគឺគាត់បានដឹកដៃគ្នាមកថត pre-wedding ហើយនិយាយទៅឃើញបងប្អូនជាច្រើនដែលគាំទ្រពីអ្នកគាត់ឲ្យការឲ្យភ្ជាប់ពាក្យមែនតែនឲ្យជាគូជីវិតមែនតែនអញ្ចឹងណាតែឥឡូវនេះថ្ងៃពិសេសរបស់គាត់គឺបានមកដល់ទាំងអស់គ្នាឥឡូវនេះគឺពួកគាត់កំពុងតែថត pre-wedding សម្រាប់ដាក់រូបនៅមុខរោងគាត់ហើយអ្នកគេខ្លះដឹងថានៅក្នុងខែនេះទីម៉ាដែលជាថ្ងៃដែលគាត់ភ្ជាប់ពាក្យប្រកាសណាគេទេដឹងខមមិនខាងក្រោមនេះមានកាដូឲ្យចំនួន10នាក់ដូចគ្នានិយាយមែនតើណាពេលតែពីអ្នកគាត់បានជោគជ័យទាំងស្នេហាទាំងការងារចឹងគឺខ្ញុំជាប្អូនគឺសប្បាយចិត្តខ្លាំងមែនតើហ្មងដល់ពេលដែលបងដែលគាត់ត្រូវដល់ថ្ងៃដែលគាត់ដឹកដៃគ្នាដើម្បីសាងអនាគតហើយអញ្ចឹងខ្ញុំរងថ្ងៃមានតែនៅមើលបងទៀតចឹងណាតែនិយាយមែនតើណាពីអ្នកគាត់គឺស័កសមគ្នាខ្លាំងមែនតើបងប្អូនខមមិនថាពីអ្នកគាត់មិនដែរហើយនេះគឺជាឈុតទី1បងប្អូនទាំងអស់គ្នាបាទនិយាយទៅឈុតនេះគឺបង្ហាញពីអត្តសញ្ញាណខ្មែរយើងបាទនិយាយទៅគឺប្រាសាទអង្គរវត្តទាំងអស់គ្នាហ្នឹងហើយអញ្ចឹងអ្នកនរគ្នាឲ្យរ៉េតបានដែរហើយពីអ្នកគាត់សមគ្នាអត់បាទធ្លាប់តែជាគូសម្ដែងឥឡូវថាជាគូអនាគតវារៀងប្លែកតិចមែនប៉ុន្តែប្លែកបែបមានន័យទាំងអស់គ្នាគាត់ក៏នឹកស្មារតីពីអ្នកគាត់អាចដឹកដៃគ្នាមកដល់ថ្ងៃនេះដែរតែឥឡូវនេះអ្វីដែលគាត់ធ្វើគឺគាត់ជូន fan របស់គាត់សម្រាប់អ្នកដែលគាត់មានបញ្ហាស្បែកអ្នកណាស្បែករបស់គាត់គឺមានប្រតិកម្មជាពិសេសគឺមានបញ្ហាមុនខ្នងមុនធំពិសេសខ្លាំងបំផុតធំខ្លាំងខ្លួនជាមួយសង្វារគឺគាត់អាចប្រើប្រាស់កស៊ូមកអក្សរមកបានតែជួនណាជាប្រភេទសម្បូរសំពីគុយខ្យងរងពីកាណាដាផលពោខ្មែរផុត 100% តែម្ដងទាំងអស់គ្នាផលពីហើយគឺទាំងអស់គ្នាមកទៅស្បែកអ្នកដែលគាត់មានប្រតិកម្មក៏អាចប្រើប្រាស់កស៊ូមកអក្សរមកបានដែរទាំងអស់គ្នាអាចប្រើប្រាស់បានណា